សូមជូនរឿងខ្លាស្វាននិងទន្សាយមានសត្វខ្លាមួយវាដាច់សង្វេងដើររកចាប់អ្វីមិនបានសោះខំដើរស្វែងរកណាស់ទៅប្រទះនឹងសត្វអស់មួយដែលកំពុងតែយំឮស៊ូអកទុំនៅលើព្រៃព្រឹក្សានៅមាត់ត្រពាំងខ្លាក្រឡេកមើលឃើញគិតក្នុងចិត្តថាធ្វើមិនដេចនឹងចាប់សត្វវានេះស៊ីឲ្យបានបើវានៅខ្ពស់យ៉ាងនេះបើអញឡើងទៅមុខជាវាផ្អើលហើរទៅបាត់មិនខានសត្វខ្លាអង្គុយចាំមើលជានិច្ចឯសត្វអកនោះកាលណាទុំហើយភ្នែកវារំពៃមើលតែសត្វត្រីក្រែងមានសត្វត្រីណាគួរឲ្យឡើងយូរបន្តិចក៏មានត្រីមួយផុសឡើងពីក្នុងទឹកអកនោះក៏ស្ទុះទៅចាប់ត្រីនោះយកមកធ្វើជាចំណីខ្លាឃើញធ្វើដូច្នេះក៏គិតក្នុងចិត្តថាយើអាអកនេះវាអង្គុយស្ងៀមសោះសត្វតែមានត្រីហែលក្នុងត្រពាំងនោះវាស្ទុះទៅចាប់បានមួយរំពេចមិននឿយហត់ប៉ុន្មានសោះមិនព្រួយដូចខ្លួនអញខំដើរស្វែងរកស្ទើរដាច់ចោលអានេះអង្គុយច្រងក់ចាប់បានភ្លាមហើយវាមិនលំបាកលំបិនដូចអញសោះបើដូច្នេះអញគិតធ្វើដូចសត្វអកនេះទើបស្រួលខ្លាគិតហើយក៏ដើរទៅទៀតដើម្បីស្វែងរកបឹងឬត្រពាំងជាទីស្ងាត់ហើយមានត្រីច្រើននោះវាដើរទៅដល់បឹងមួយជាទីស្ងាត់នៅមានបឹងនោះមានដើមឈើធំធំដុះជ្រុងច្រាងក៏មានម្លប់ត្រឆក់ត្រឆៃល្មមគួរឲ្យលាក់ខ្លួនបានពេលនោះមានបរិមម្នាក់ចង់ទៅទូចនៅក្បែរនោះមុខខ្លាទៅដល់ដោយចង់ឃើញសន្ទូចខ្លួនរាយនៅឯឆ្ងាយក៏បានស្រួលបរិសនោះរាយសន្ទូចហើយមិនឈរនឹងដើមឈើទេឡើងលើមែកឈើព្រឹក្សាមួយធំនៅសង្ងំតែម្នាក់ឯងមិនមាត់ឡើយឯខ្លានោះកាលបានទៅដល់ហើយក៏ដើរភ្លុកភ្លុកឡើងលើមែកឈើធ្វើដូចជាសត្វអកបុរសនោះក៏លឺហើយមើលទៅឃើញខ្លាកំពុងតែដើររួចទៅអង្គុយចាំច្រហុំមើលលើចុងឈើហើយធ្វើសំឡេងប្រាប់តាមសត្វអកថាអអអ៊ូអ៊ូគាត់មិនហ៊ានមកអ្វីទេតែចាំមើលហើយគិតថាខ្លានេះវាឡើងចុងឈើនៅក្នុងបឹងដូច្នេះតើវាធ្វើអ្វីយូរបន្តិចក៏មានត្រីងើបឡើងសត្វតែមានខ្លានោះទោះលូតប្រងខុសចេញឡើងស្លុកទឹកខកខកបុរសនោះឃើញហើយសើចស្រែកថាស្លាប់ទៅអាខ្មោចធ្វើអីដូច្នេះខ្លានោះលឺហើយឃើញបុរសនៅលើចុងឈើក៏មានសេចក្តីអៀនខ្មាស់យ៉ាងខ្លាំងស្ទើរនឹងស្លាប់ខ្លួនព្រោះមិនដែលមានគំនិតដល់ម្លឹងសោះខ្លានោះនឹកឃើញថាឥឡូវនេះបុរសនោះឃើញអញតែម្នាក់ឯងបើគាត់ទៅដល់ផ្ទះសំគាត់និយាយប្រាប់គេថែមទៀតគេនឹងកាន់តែច្រើនដឹងរឿងអញកើតមានគេឈ្មោះអាក្រក់ណាស់បើដូច្នេះអញសុគាត់សិនកុំនិយាយប្រាប់នរណាទៅទៀតខ្លាបាននិយាយអង្វរបុរសនោះជាពាក្យអលំទោនថាអូអ្នកអើយខ្ញុំបានជាចាប់ត្រីធ្វើដូចជាសត្វអកទៅវាទឹកស្ទើរនឹងស្លាប់ខ្ញុំមានសេចក្តីអៀនខ្មាស់ខ្លាំងណាស់ដូច្នេះខ្ញុំសូមអាណិតកុំនិយាយទៅណាទៀតឲ្យគេដឹងខ្លាឯងអុយអ្វីអញខ្លាថាខ្ញុំសន្យាថារកសត្វមួយព្រឹកមួយយកមកជូនអ្នកនៅទីនេះរៀងរាល់ថ្ងៃបុរសនោះក៏ព្រមព្រៀងទទួលយកខ្លារួចហើយវិលត្រឡប់មកផ្ទះវិញលុះព្រឹកឡើងមកដល់យកសត្វខ្លានៅកន្លែងសន្យាខ្លាក៏ខំសត្វយកមកឲ្យបុរសនោះជាប្រក់ដីមិនហ៊ានខាតកាលបើបុរសនោះនាំសត្វយកទៅផ្ទះច្រើនថ្ងៃពេកណាស់នាងភរិយាក៏ឆ្ងល់
lúc vì ly dọc mùi có xua thả tớ nè ê bạn địch mà đếch bạn chỉ sạch rõ ngày mà lấy đòn đi sạch đòn sạch chứ lúc vào miên đan vào miên lúc vào miên đây thả anh đã anh tệ rồi con thả anh tệ ở vậy bạn thì chọc anh tệ ó bộ rõ nó có plek bịa sẵn nhà đôi sman thả ca na viên nâng mộ và prap rồi con tam sạch rừng bị đơm ở hút đỏ chọc rồi con nó có chừa lúc rửa lợn bộ rõ nó từ do sạch vì là đôi sọc đỏ lúc đó đó là sạch để khơi khá ông quỳ cho hôm chăm nó còn lên nhục lúc bộ rõ nó đỡ tận đó khá prap thả bộ rõ anh mộ hơi anh những chăm si anh tớ anh những si anh bất cả anh như vậy vì muốn ham thả còn ôi như vậy prap kê tệ lâu anh ban như vậy prap kê ở hơi anh plek việc sân giá anh cho si anh ở ban bộ rõ nút hay khăn hát thước này slư ít bạc kẹt ở vậy tì rắn tè ông vò khla từ vinh thả bong khla ấy si cả si chóc nhưng mình bạc kẹt tì ban chỉ nhom định dây tàu hơi slap với slap chóc phần tè mình dùng slap nhom xôm từ chụp rồi bồn sân ban prap ở đằng thong khla của yel pro hơi pro bồi bờ nó tục tè sân hơi sắc khla của ban đã kho sân dài chỉ muốn bờ nó thả anh đã từ một trăm bởi xin chịp tự một anh smooth cả ná mình khơi anh vui trở lọc màu bình anh nâng tàu tam si tầng đây tầng của con anh đọc tiếc bộ rõ lúc lư hơi có phây khăn ná có bởi nhập ở nhà lợn tầm bây tàu prap rập con bế tàu đọc tiếc có ban prap rập con bí đầm nơ đầm rường để có lẹ mình chích ban dọ rương rào để sân dài cho mùi giật là một prap rập con lư hơi nật đây dạng khăn mình đang thấy chuyện đây thôi dạng na đây riêng rõ prap rập con ở hơi có bởi nhập với trở lọc một mình pro nước khơi thả bởi xin chia class của tự một để ban đó nó và có chia mỗi si tầng đây tầng prap con chia mình than đôi này hơi có thực chất lẽ bằng chi vật luôn em đâm bay cà phê chi vật prap con rồi bỏ cọt hơi cọt ban đơ một tam khẩu cóประเทศជួបនឹងបងទន្សាយដែលនៅតាមផ្លូវនោះហើយសុភាទន្សាយក៏ឆ្ងល់ទៅសួរទៅបរិសុទ្ធថាបងតើបងមានរឿងហេតុអីបានជាដើរយំតាមផ្លូវអញ្ចឹងបរិសុទ្ធនោះក៏ភ្ញាក់ព្រឺតហើយក៏ក្រឡេកមើលឃើញសុភាទន្សាយដែលអង្គុយនៅលើដំបូកហើយគាត់ក៏បានប្រាប់ពីដំណើរសាច់រឿងដែលគាត់បានជួបនឹងខ្លាហើយសន្យានឹងខ្លាថាមិនប្រាប់រឿងដែលខ្លាហក់ទឹកចាប់សត្វត្រីនោះប្រាប់អ្នកដទៃតែគាត់មិនបានធ្វើតាមពាក្យសន្យាក៏បានយករឿងនេះទៅប្រាប់ប្រពន្ធខ្លាក៏មកស៊ីគាត់តែម្ដងទៅចឹងហើយបានជាគាត់ដើរយំមិនដឹងថាអ្នកណាអាចជួយគាត់បានទន្សាយឮដូច្នោះក៏ប្រាប់ទៅបរិសុទ្ធនោះវិញថាបងអីកំភៃរឿងខ្លាកំពេចកំពក់ទេចាំខ្ញុំជួយបងឯងឥឡូវបងឯងកំភៃបងឯងត្រូវជីកឲ្យបានទីមួយឆ្នាំមកឲ្យខ្ញុំស៊ីឲ្យឆ្អែតសិនចាំខ្ញុំជួយបងឯងបុរសនោះអរខ្លាំងណាស់ព្រោះអីថាគ្មានអ្នកណាអាចជួយគាត់បានទេមកស្រាប់តែជួបបងសុភេទទន្សាយបងទន្សាយក៏ស្ម័គ្រចិត្តជួយគាត់ក៏ទៅរកជីកមួយឆ្នាំដើម្បីឲ្យទន្សាយស៊ីទន្សាយស៊ីឆ្អែតហើយក៏រត់ត្រឡើងអំបុកដែលខ្ពស់ដើម្បីមើលឲ្យបានឆ្ងាយដើម្បីដឹងថាសត្វខ្លាវាដើរមកតាមផ្លូវណាហាគាត់ស្ទាក់ជួបសត្វខ្លានោះតែម្ដងខ្លានោះចាំបុរសនោះយូរពេកក៏ដើរមករកបុរសនោះមែនដោយថាបុរសនោះប្រហែលជាកិច្ចមិនហ៊ានទៅទេដូច្នេះហើយខ្លាក៏ដើរមករកបំណងប្រុងស៊ីទាំងប្តីទាំងប្រពន្ធតែម្ដងព្រោះខ្លានោះខឹងនឹងបុរសនោះខ្លាំងណាស់បានក្បត់ពាក្យសន្យារួចម្ដងហើយឥឡូវមកក្បត់ពាក្យសន្យាជាលើកទី2ម្ដងទៀតបើសិនជាគេជួបនៅកន្លែងណា
នឹងចាប់ស៊ីនៅកន្លែងនោះមិនអោយរួចខ្លួនឡើយមួយសន្ទុះក្រោយមកខ្លានោះក៏ដើរមកតាមផ្លូវដើម្បីទៅរកបុរសនោះដើរមកបុរសនោះនឹងទន្សាយបានឈរមើលពីចម្ងាយនៅលើដំបូកដ៏ខ្ពស់បុរសនោះភ័យណាស់ក៏ប្រាប់បងសុភាទន្សាយថាបងអើយជួយខ្ញុំផងវាមកស៊ីខ្ញុំហើយទន្សាយប្រាប់ទៅវិញថាបងឯងកំភៃនៅជាមួយខ្ញុំហើយនៅឲ្យតែស្ងៀមសិនទៅចាំវាមកចិត្តយើងចាត់ការវាបុរសនោះក៏លែងភ័យក៏នៅពីក្រោយបងសុភាទន្សាយបានបកជែកស៊ីពេញមាត់ពេលខ្លាទៅចិត្តបុរសនោះក៏រត់ទៅពួននៅក្នុងព្រៃហើយទុកទន្សាយតែម្នាក់ឯងទន្សាយបានស៊ីជែកហើយបានស្រែកប្រាប់ថាអែមពោះអញស៊ីខ្លា5មិនឆ្អែតស៊ីខ្លា1មិនឆ្អែតទេតែឥឡូវឃើញខ្លាដើរមួយហើយអញចាប់ស៊ីមួយសិនចាំអស់ហើយចាំអញទៅរក4ទៀតដើម្បីស៊ីបំពេញប៉ុស្តិ៍អញខ្លាឮតែសំឡេងដូចនេះសង្ស័យថាចុំសត្វអីក៏សាហាវម្លេះស៊ីខ្លាដល់តែ5ហើយមិនឆ្អែតទៀតវាចង់ចាប់អញស៊ីហើយមើលទៅខ្លាភ័យខ្លាំងណាស់ក៏មិនហ៊ានងើបមើលឮតែសំឡេងប៉ុណ្ណេះក៏បកត្រឡប់ក្រោយវិញរត់យ៉ាងលឿនប្រខ្លាចគេដេញចាប់ស៊ីជាចំណៃពេលនោះខ្លារត់យ៉ាងលឿនដល់មិនហ៊ានងាកក្រោយរត់ទៅក៏ទៅជួបនឹងសត្វស្វាដែលនៅលើមែកឈើសត្វស្វាឆ្ងល់ណាស់ថាសត្វខ្លាភ័យអីក៏បើម្លេះរត់មិនហ៊ានងាកក្រោយសោះហើយសត្វស្វាក៏បានសួរទៅខ្លាថាបងខ្លាតើបងខ្លាឯងមានរឿងអីបានជារត់លឿនយ៉ាងនេះបងខ្លាប្រាប់ទៅបងស្វាថាបងអើយមានសត្វអីទេពោះវាធំណាស់ស៊ីខ្លា5មិនឆ្អែតទេវាចង់ចាប់ខ្ញុំស៊ីស្វាប្រាប់ទៅខ្លាវិញថាសត្វអីបងឯងរត់ចេញពីត្រង់ណាខ្លាប្រាប់ថាខ្ញុំរត់ចេញពីត្រង់ដំបូកនោះស្វាប្រាប់ទៅវិញថាដំបូកនឹងមានសត្វអីបងមានទីសត្វទន្សាយខ្ញុំមកឃើញគាត់នៅទីនឹងខ្លាមិនជឿទេថាជាសត្វទន្សាយមិនដែលសត្វទន្សាយណាស៊ីខ្លា5មិនឆ្អែតនោះទេខ្លាមិនជឿហើយស្វាក៏បបួលខ្លានោះទៅមើលដោយផ្ទាល់តែម្ដងខ្លានោះអត់ហ៊ានទៅទេហើយបានដាក់ខសន្យាជាមួយនឹងស្វាថាបើសិនជាបងនាំខ្ញុំទៅបើបងរត់ចោលខ្ញុំតើបងគួរគិតមួយខ្ញុំដូចម្ដេចបងឯងយកឲ្យខ្ញុំទៅឲ្យគេស៊ីមែនសត្វស្វាប្រាប់ទៅខ្លាវិញថាមិនអីទេបើសិនជាបងឯងខ្លាចខ្ញុំរត់ចោលបងឯងយកកន្ទុយបងឯងចង់ជាប់នៅកន្ទុយខ្ញុំមកបើមានរឿងអីកើតឡើងយើងនឹងស្លាប់ទាំងពីរនាក់តែម្ដងខ្លាក៏យល់ព្រមហើយក៏បានដើរត្រឡប់ទៅវិញនៅក្បែរដំបូកនោះហើយសត្វទន្សាយក៏បានឃើញក៏ស្រែកឲ្យហេមទៀតប្រាប់ថាអាស្វានេះចម្ពាក់បំដុលអញច្រើនណាស់ឥឡូវវាអត់មានអីសងវាយកខ្លាមកឲ្យអញស៊ីខ្លាអីចង្កូមអញ្ចឹងមានសាច់ណាស៊ីខ្លានោះភ័យខ្លាំងណាស់ក៏មិនហ៊ាននៅដែរក៏ដាក់មេព្រួយបក់ក្រោយវិញបាត់ដោយស្វាប្រាប់ថាបងឯងកុំរត់ខ្លានៅតែមិនស្ដាប់ប្រុសខ្លាចទន្សាយស៊ីដូច្នេះហើយខ្លានោះក៏បានអូសស្វានោះតាមផ្លូវធ្វើឲ្យស្វានោះស្លាប់នៅតាមផ្លូវតែម្ដងសូមជូនរឿងក្អែកនិងដង្កូវកាលពីព្រេងនាយមានសត្វក្អែកមួយដែលហើររកចំណីស្រាប់តែជួបប្រទះនឹងសត្វដង្កូវកំពុងស៊ីស្លឹកឈើសត្វដង្កូវនោះស៊ីយ៉ាងមានអូជារសឈ្ងុយឆ្ងាញ់ស្រាប់តែក្រឡេកឃើញសត្វក្អែកមួយដែលហើរមកប្រុងនឹងស៊ីវាហើយដង្កូវក៏សួរថាតើបងមករកអីសត្វក្អែកថាអញមករកស៊ីឯងហ្នឹងណាសត្វដង្កូវថាមុននឹងបងស៊ីខ្ញុំបងត្រូវតែដោះប្រស្នាខ្ញុំមួយសិនបើមិនដូច្នោះទេបងមិនអាចស៊ីខ្ញុំបានទេសត្វក្អែកប្រាប់ទៅដង្កូវវិញថាតើប្រស្នានោះគឺជាប្រស្នាអ្វីអញ្ចឹងបងឯងសូមចាំស្ដាប់ប្រស្នាខ្ញុំមាន4ខខទី1
ដូចម្ដេចដែលហៅថាផ្អែមជាងគេបំផុតខទី2ដូចម្ដេចដែលហៅថាជូរចត់ជាងគេបំផុតខទី3ដូចម្ដេចដែលហៅថាស្អុយជាងគេបំផុតខទី4ដូចម្ដេចដែលហៅថាក្រអូបជាងគេបំផុតការបើក្អែកបានឮដង្កូវសួរប្រស្នា4ខនេះក៏មានសេចក្តីត្រេកអរជាទីបំផុតក៏ស្រែកហូកញ្ជ្រៀវលេងដោយគិតថាប្រស្នាទាំង4នេះអញមុខជារកឃើញឥឡូវហើយនឹងបានស៊ីដង្កូវនេះមិនខានក្អែកគិតរួចហើយក៏ចាប់ដើមដោះស្រាយប្រស្នានោះតែម្ដង1ដែលគេហៅថាផ្អែមនោះគឺមានស្ករនិងទឹកឃ្មុំផ្អែមជាងអ្វីៗទាំងអស់2ដែលគេហៅថាជូរហើយចត់គឺមានម្ជូរក្រូចនិងអំពិលម្ជូរសណ្ដាន់ម្ជូរក្រសាំងនិងទឹកខ្មេះ3ដែលគេហៅថាស្អុយជាងគេនោះគឺលាមកនិងតម្រង់សាកសពខ្មោចទាំងពួង4ដែលគេហៅថាក្រអូបជាងគេនោះគឺផ្ការំដួលផ្កាម្លិះនិងទឹកអប់ក្អែកបានដោះប្រស្នាទាំង4នេះប្រាប់ទៅដង្កូវថាបងក្អែកឯងដោះប្រស្នានេះមិនត្រឹមត្រូវទេក្អែកក៏ទម្លាក់ទឹកមុខយ៉ាងស្រងូតស្រងាត់ហើយនិយាយទៅដង្កូវវិញថាបើដង្កូវឯងថាខុសសូមឲ្យដង្កូវឯងប្រាប់ប្រស្នានេះមកអញឲ្យបានដឹងផងដង្កូវនោះបានប្រាប់ទៅក្អែកវិញថាប្រាប់បានតែក្អែកឯងកុំស៊ីអញទើបអញប្រាប់ឯងក្អែកថាឲ្យតែឯងប្រាប់ចុះអញមិនស៊ីដង្កូវឯងទេលុះបានសន្យារួចរាល់អស់ដង្កូវក៏បានបកស្រាយប្រស្នានោះប្រាប់ទៅក្អែកដូចមានពាក្យតទៅនេះ1ដែលគេហៅថាផ្អែមនោះមិនមែនស្ករទឹកមុំនោះទេគឺពាក្យសម្ដីដែលនិយាយទៅរកគ្នាដោយពាក្យពីរោះស្មោះត្រង់នេះហើយដែលហៅថាផ្អែមជាទីបំផុត2ដែលគេហៅថាជូរហើយនឹងចត់មិនមែនជាម្ជូរអំពិលសណ្ដាន់រួចស្មាទឹកម៉េះអ្វីនោះទេគឺពាក្យអសុរោះខូឥតគួរសមដែលនិយាយទៅកាន់គ្នាទៅវិញទៅមកនេះហើយដែលគេហៅថាជូរចត់អ្វីទាំងពួងដែលគេហៅថាស្អុយនោះមិនមែនស្អុយលាមកឬសាកសពសត្វនោះទេវាគឺជាគេស្មោះដែលប្រព្រឹត្តអាក្រក់ក្នុងលោកនេះដែលគេហៅថាស្អុយបំផុតស្អុយឡើងប្រច្រាស់ខ្យល់ទៀតផង4ដែលគេហៅថាក្រអូបនោះគឺមិនមែនក្រអូបទឹកអប់ការម្លិះការអីនោះទេគឺក្រអូបនោះគឺគេឈ្មោះដែលប្រតិបត្តិល្អនេះហើយដែលគេហៅថាក្រអូបជាងគេទាំងអស់ទាំងពួងពេលក្អែកបានស្ដាប់ប្រស្នាទាំង4នេះហើយក្អែកក៏មិនហ៊ានស៊ីដង្កូវហើយហើរចេញទៅផុតបាត់ទៅសូមជូនរឿងអណ្ដើកនិងសត្វស្វាកាលពីព្រេងនាយមានសត្វស្វានិងអណ្ដើកស្រឡាញ់គ្នាណាស់ក៏នាំគ្នារាប់អានយកគ្នាធ្វើជាដន្លងបាននិយាយសន្យានឹងគ្នាថាបើសិនជាដន្លងអណ្ដើកឯងមានកូនយើងត្រូវតែធ្វើដន្លងនឹងគ្នាហើយអណ្ដើកក៏យល់ព្រមពេលនោះយូរទៅអណ្ដើកអត់មានកូនសោះស្វាក៏អត់មានកូនហើយក៏ការកូនដល់ពេលថ្ងៃរៀបមង្គលការបានដើររកញៀវសពគ្រប់អស់តែភ្លេចដន្លងអណ្ដើកមួយក៏បានអោយបរិវារទៅអញ្ជើញអណ្ដើកដែលជាដន្លងទោះបីអណ្ដើកគ្មានកូនក៏ដោយប៉ុន្តែការរាប់អាននៅតែស្រឡាញ់គ្នាដូចបងនិងប្អូនហើយក៏ចាប់ដើមចាត់ចែងអោយបរិវារទៅអញ្ជើញដន្លងអណ្ដើកពេលនោះកូនចៅស្វាបានដើរកាត់ព្រៃទៅសែនឆ្ងាយដើម្បីទៅរកដន្លងអណ្ដើកដើររកយូរទៅក៏មិនឃើញដើរសួរគេសួរឯងរហូតបានទៅដល់កន្លែងផ្ទះដន្លងអណ្ដើកពេលនោះកូនស្វាបាននិយាយប្រាប់ទៅដន្លងអណ្ដើកថា
nè ơi mà đại nhom oi mồi chừng nè đâm bay tờ cá côn rồi dương bay kia du năm hơi hơi đần lon đần đỡ có bán vô prom hơi xa cùng nhiều để bàn một lên để hoạt phòng đè đo pi ngày riêng một cột cả đầm lon đần đỡ có bán thưa đầm nợ tọt đó là kỳ đè sắp tê tọt đòn khơi xoa kê cầm bung phật si lư đâm trừ tay khuôn ban tại ớt co mưa kỳ rồi lờ mình ruột hơi đầm lon xóa có ban xua tô đầm lon ăn đỡ thả nên nãy đầm lon anh ai lơn từ lư ruột để tí đầm lon ăn đỡ dây thả nhầm lơn mà ruột tí chừng nhầm clay nè nhầm pin nó sắt xóa có ban prap tô sắt ăn đỡ thả bơ nãy đầm lon anh lơn mình ruột nãy đầm lon anh chăm khăm bò chăm nhung dội từ lư bởi xin chị bọn anh mình toàn đó bọn anh ham nị gì mùi nạ nà tầng ốc pro mót bọn anh khăm bò bởi xin chị bọn anh hiên hà nị gì mùi ký và có chị thlạc mà đó đấy bệnh nụ sạp chìm khan đầm lóng ăn đỡ có ban cho pro hơi có bàn khăm bò nụ lơn từ lư đợt trừ biết đây đầm lóng ăn đỡ chắp đơm khăm vò hơi đầm lon xóa rồi chắp đơm ôi cuốn cháu lư anh đợi lơn từ lư đâm trừ đập bấy phật ra đừng klem hộp xanh đi ngay một con cá bò sạch xóa anh đợi chắp đơm khăm vò nó hơi xóa rồi chắp đơm được lần đo pi tận đo vẽ cành đà chích đo lần trong trừ hơi sắp tới miền đầm lon pro để chia sạch xóa nó ban xua tô anh đợi thả nè đàn lon anh môn cái đe rước anh đợi có plek viết sanh già để đàn lon xây ra bị đầy tội thả nè na su ấy cái đôi xung không bị dây pin nó anh đợi có được bột mọt trên pì vò có thặm đỏ đầy bê snu pin nó đầm lon xóa thấy nè rất từ chui lự anh đợi đầm bay xua thả mày hơi nặng đàn lon ta nè anh miền trâu đã buộc vấn đề thế đàn lon đỡ ăn chồng pro ai viết lại về lương buộc làm phí có prap tốt đàn lon xóa thả ô nè ơi nhưng mình tô hút nó lưới trong thư tê tìm liếp tìm lo bọc nhóm ban tiền nô lực đầy tê ôi khiêm tô tiết khiêm mình tô tê khiêm riêng hơi bởi nè anh mình ơi khiêm búp có ớt cho khiêm nâng vượt trở lập được tẻ vinh pin nó sạch pha ban trap nằm lòng đỡ thả nè ơi cầm tân ăn chặt ấy hôm đây bà bày ni nhầm nó lưới trong chơ nè ai nâu được đây trong nhầm ơi con cháu nhóm vô một hôm mà há họ đặt nó được đây khá làm bay ơi nè ai bò được hộp dạng truy nhanh thường đếch cả của mà đo nè ai cầm tân ăn chặt nhóm ấy nà nè ăn đỡ thả này tí nè ơi và nè ai xôm chun rương bố rắc chil miên prapon krop lẹ ca pi prey ni miên bố rắc chil muối để ban prapon krop lẹ bố rắc chil nút thua ca với có thua một cái đây chil cái tay bị đi hơi bộ ban prapon krop lẹ trong bị ban prapon mọ bố rắc chil nút anh đây chơi thua ấy tê miên thị đi krop bị đi hơi xì bài si bài hơi đi từ mình dù bay từ mùa năm chọn cóប្រពន្ធមួយអយដែរបុរសមិនជិលនោះពិតជាមានសំណាងខ្លាំងណាស់ហើយស្ត្រីក្របលាក់នោះមិនដែលរករឿងដីទេទោះបីដីដេកមិនជួយធ្វើការគាត់ខំធ្វើការតែម្នាក់ឯងយ៉ាងលំបាកទោះបីត្រូវលុយហត់យ៉ាងណាក៏ស្ត្រីម្នាក់នោះមិនដែលជេរប្រមាថប្តីសូម្បីតែមួយដងសូម្បីតែពេលហូបបាយก็เลิกตัวถวายบังคมตุใดโดยจีแปรไอ้ใดนู้รึแต่บานจัดเตียดมันช่วยធ្វើអីគិតតែពីស៊ីហើយដេកដេកហើយស៊ីលោកស៊ីយូរយូរទៅដល់ថ្ងៃមួយអស់អីស៊ីដោយសារតែអត់ជួយរកប្រពន្ធរកលេងតន់ហើយប្រពន្ធក៏ចាប់ដើមយកមលូ5អរិយ5មកថ្វាយបង្គំប្តីដើម្បីឲ្យប្តីចូលទៅក្នុងព្រៃរកកាប់ឈើធ្វើនឹងគាល់ដើម្បីមកជួស្រែនឹងគេ
ប្រុសអត់មាននឹងកល់ព្យួរស្រែនឹងគេទេថ្វាយបង្គំប្តីប្រាប់ប្តីរួចអស់ហើយប្តីក៏យល់ព្រមហើយឲ្យប្រពន្ធរៀបចំដាំបាយហូបអាហារដើម្បីឲ្យប្តីចូលទៅក្នុងព្រៃដើម្បីរកនង្គ័លហើយប្រពន្ធក៏យល់ព្រមពេលនោះប្រពន្ធបានរៀបចំបាយសម្លអស់រួចស្រេចតែមិនហ៊ានដាស់ប្តីទេដោយសារប្តីដេកមិនទាន់ងើបបុរសនោះដេកតាំងពីថ្ងៃរះហើយក៏មិនឃើញក្រក់ទៀតប្រពន្ធក៏មិនហ៊ានដាស់ដេកយូរទៅលួចទីក្តៅដល់ខ្លួនក៏ចាប់ដើមងើបហើយចាប់ដើមវិចបាយបំពង់យកទៅក្នុងព្រៃប្រពន្ធអរខ្លាំងណាស់ដែលឃើញប្តីចេះរកស៊ីហើយបានទៅរកជួយធ្វើការប្រពន្ធបុរសនោះបានដើរទៅដល់ទូកក្នុងព្រៃជ្រៅក៏ទៅដល់លានបាយហើយដេកក្រុមនឹងឈឺស៊ីបាយសិនហើយអើទៅលើសម្លឹងឃើញមេឃឈើមួយដែលមានរាងដូចនង្គ័លហើយបុរសនោះបានគិតថាអានេះត្រូវធ្វើយាមអានេះត្រូវធ្វើនង្គ័លអានោះត្រូវធ្វើនឹមគិតរួចហើយបុរសនោះក៏ឃ្លានបាយហើយស៊ីបាយដេកទៅទៀតដេករហូតដល់ថ្ងៃត្រង់ហើយក៏ត្រឡប់មកផ្ទះវិញប្រពន្ធអន់ណាស់ដែលឃើញប្តីមកបានលាងជើងឲ្យប្តីហៅប្តីឡើងលើផ្ទះឲ្យហូបបាយហូបទឹកហើយប្រពន្ធបានសួរទៅប្តីថាបងអើយអ៊ីណានង្គ័លយើងប្តីថាមិនតន់បានទេអ្នកចាំស្អែកយើងទៅម្ដងទៀតហើយប្រពន្ធក៏លែងដេញដោលសួរទៀតក៏ចាប់ដើមស្អែកឡើងរៀបចំបាយសម្លឲ្យប្តីទៅម្ដងទៀតពេលនោះប្រពន្ធរៀបចំបាយរួចអស់ហើយប្តីនៅតែមិនទាន់ងើបពីផ្ទះដដែលនៅតែដេករហូតដល់ថ្ងៃត្រង់បានងើបហើយប្រពន្ធក៏មិនហ៊ានដាស់ដែរដល់ពេលប្តីងើបប្រពន្ធចាប់ដើមវិចបាយសម្លដើម្បីឲ្យប្តីចូលទៅក្នុងព្រៃកាប់នង្គ័លយកមកធ្វើស្រែម្ដងទៀតហើយបុរសនោះពិតជាខ្ជិលខ្លាំងណាស់ទោះបីទឹកលុបមុខក៏ប្រពន្ធយកមកឲ្យលុបហើយលុបមុខឲ្យទៀតពេលដែលលុបមុខរួចសាច់បាច់អស់ហើយប្តីក៏ចាប់ដើមចូលទៅក្នុងព្រៃម្ដងទៀតទៅដល់ដើមឈើនោះប្តីនោះចាប់ដើមដេកចង្អុលទៀតថាអានេះត្រូវធ្វើជាយាមអានេះត្រូវធ្វើជាភ្នៀងអានេះត្រូវធ្វើជានង្គ័លទេវតាដែលនៅថែរក្សានៅដើមឈើនោះភ័យខ្លាំងណាស់ព្រោះខ្លាចថាបុរសនោះចាប់ដើមកាប់ដើមឈើទៅទេវតាអរណតានៅទីនោះគឺលែងបាននៅអញ្ចឹងហើយទេវតានោះក៏ភ័យមានបំណងអាក្រក់ទៅលើបុរសនោះហើយទេវតាទាំងអស់ក៏បានគិតពិភាក្សាគ្នាថាយើងគួរតែទៅតាមវាយបំបាក់កវានៅឯផ្ទះហើយគិតគ្នារួចហើយបុរសនោះក៏បានហូបបាយហើយដើរត្រឡប់មកវិញហើយបានប្រាប់ថាដើមឈើនេះស្អែកអញនឹងកាប់យកឲ្យបានតែនេះអញឃ្លានបាយអញទៅស៊ីបាយសិនចាំស្អែកអញមកកាប់យកឲ្យអស់ទេវតារឹតតែភិតភ័យឡើងក៏ចាប់ដើមតាមបុរសនោះមកដល់ផ្ទះពេលបុរសនោះទៅដល់ផ្ទះប្រពន្ធឃើញហើយក៏ហៅប្តីឡើងលើផ្ទះលាងជើងឲ្យប្តីហើយនាំប្តីទៅហូបបាយនៅលើផ្ទះទេវតានោះឃើញប្រពន្ធលាងជើងឲ្យប្តីដោយសេរីសួស្តីធ្វើអីបុរសនោះមិនកើតដោយសារតែបំណាចបារមីប្រពន្ធក៏មានចិត្តថាយើងមិនអាចធ្វើបាបបុរសនោះបានទេយើងមានតែទៅអង្វរបុរសនោះវិញបើមិនដូច្នោះទេព្រឹកនេះមុខជីទៅកាប់ដើមឈើនោះយើងលែងមានអីនៅហើយបន្ទាប់មកទេវតាក៏បានទៅបញ្យល់សពបុរសនោះថាអូអ្នកអើយព្រឹកនេះអ្នកឯងកុំទៅកាប់ដើមឈើនោះអីព្រោះជាជំរករបស់ពួកខ្ញុំបើអ្នកឯងទៅកាប់ខ្ញុំអត់មានអីនៅទេបុរសនោះអត់យល់ព្រមទេហើយនិយាយនឹងទេវតានោះថាព្រឹកនេះយើងនឹងទៅកាប់ដើមឈើនោះហើយឯងកុំមកអង្វរយើងទេវតានោះអង្វរយ៉ាងណាក៏បុរសមិនស្ដាប់ហើយក៏បានសន្យានឹងបុរសនោះថាបើអ្នកមិនកាប់ដើមឈើនោះទេខ្ញុំនឹងឲ្យកំណប់របស់អ្នកមួយកន្លែងហើយបុរសនោះថាកំណប់អីយើងមិនជឿឯងទេទេវតានោះថាបើអ្នកមិនជឿអ្នកឯងកាប់ដើមឈើនោះចោះបុរសនោះក៏យល់ព្រមហើយប្រាប់ថាកំណប់ទីមួយកន្លែងយើងមិនយកទេយើងត្រូវការ4កន្លែងទេវតានោះក៏តបប្រាជ្ញាហើយចាប់ដើមសន្យានឹងបុរសនោះថាអត់អីទេណាក់ចាំខ្ញុំអោយកំណប់4កន្លែងព្រឹកនេះអ្នកចាំទៅកោះយកទៅហើយបុរសនោះប្រាប់ទៅទេវតានោះថាអ្នកឯងត្រូវដុតតម្រុយចំណាំផងខ្
ខ្លាចយើងទៅរកមិនឃើញទេវតាក៏បានប្រាប់ថាអត់អីទេណាចាំខ្ញុំដល់តម្រុយទុកចំណាំកុំអោយអ្នកអីរកមិនឃើញពេលព្រឹកឡើងបុរសនោះក៏ចាប់ផ្ដើមដើរទៅរកកន្លែងដែលទេវតានោះដល់តម្រុយក៏បានឃើញកំណប់នៅទីនោះពិតមែនហើយបុរសនោះក៏អរខ្លាំងណាស់ក៏ចាប់ផ្ដើមទៅហៅប្រពន្ធឲ្យមកជួយយកកំណប់នោះពិតជាច្រើនខ្លាំងណាស់បន្ទាប់មកបុរសនោះក៏ឈប់កាប់ដើមឈើនោះហើយបានប្រមូលទ្រព្យសម្បត្តិដែលទេវតាឲ្យនោះយកមកផ្ទះវិញហើយចាប់ពីពេលនោះទៅបុរសនិងប្តីប្រពន្ធនោះបានក្លាយជាមហាសេដ្ឋីដែលនៅក្នុងភូមិហើយអ្នកភូមិក៏ចាប់ដើមឆ្ងល់ថាហេតុអ្វីប្តីប្រពន្ធនោះមានអីលឿនយ៉ាងនេះបើប្តីជ្រុលនឹងម្លឹងហេតុអីបានជាក្លាយជាមហាសេដ្ឋីហើយប្តីប្រពន្ធនោះបានលាក់ការយ៉ាងជិតមិនអោយអ្នកចិត្តខាងbằngឡើយនេះគឺជារឿងព្រេងមួយដែលអប់រំចង់និយាយថាបើសិនជាយើងដេកចាំសំណាងដោយបរិសម្នាក់នេះប្រកាសជាដាច់បាយហើយវាមិនអាចទៅរួចទេបើសិនជាយើងមិនខំប្រឹងប្រែងធ្វើការងាររកស៊ីប្រកាសណាស់យើងប្រកាសជាគ្មានអីហូបហើយគ្រួសាររបស់យើងប្រកាសជាធ្លាក់ទៅក្នុងភាពក្រីក្រជាពំខានសូមជូនរឿងចៅអាចសេះកាលពីព្រេងនាយមានបុរសម្នាក់ដែលនៅខ្វៀលសេះ50ក្បាលបុរសនោះចេះតែអន្ទិញតែធរប៉ុណ្ណោះធ្វើអីក៏អន្ទិញធរដែរហើយសេះ50ក្បាលនោះមិនមែនជាសេះរបស់ខ្លួនឡើយគឺជាសេះរបស់លោកមហាសេដ្ឋីដែលប្រើឲ្យគេទៅខ្វៀលថ្ងៃមួយសេដ្ឋីឲ្យបុរសនោះទៅខ្វៀលសេះនៅឯមាត់ទន្លេបន្ទាប់មកឲ្យធ្វើខ្ទមនៅក្បែរមាត់ទន្លេដើម្បីយាមសេះនោះហើយបុរសនោះចេះតែទន្ទិញធរសម្មាសម្ពុទ្ធោធ្វើអីក៏ទន្ទិញធរដែរពេលថ្ងៃមួយលោកមហាសេដ្ឋីបានឲ្យបុរសនោះទៅកើបអាចសេះ50ករុងហើយបុរសនោះក៏ទៅកើបអាចសេះបាន50ករុងសម្រាប់ទុកដល់ពេលមួយសន្ទុះក្រោយមកក៏ឃើញមានសំពៅជាង50គ្រឿងមកពីប្រទេសចិនដើម្បីយករបស់របរមកលក់ក្នុងប្រទេសខ្មែរហើយបុរសនោះក៏ទៅសួរបុរសម្ចាស់សំពៅនោះថាបងតើបងឯងមកពីខាងណាដែរបុរសនៅក្នុងសំពៅនោះបានឆ្លើយប្រាប់ថាបងអើយខ្ញុំមកពីប្រទេសចិនដើម្បីយកអីវ៉ាន់មកលក់ក្នុងប្រទេសខ្មែរហើយបុរសនោះបាននិយាយថាតើបងនៅឯប្រទេសចិនហ្នឹងមានស្គាល់ពួកម៉ាក់ខ្ញុំដែរឬទេពួកម៉ាក់ខ្ញុំជិតស្និទ្ធខ្លាំងណាស់ហើយបុរសក្នុងសំពៅនោះបានសួរថាតើពួកម៉ាក់បងឈ្មោះអ្វីហើយនៅម្ដុំណាដែរហើយបុរសជាចៅអាចសេះហ្នឹងថាបើបងឯងទៅចាំផ្ញើអីវ៉ាន់ទៅឲ្យអាក្លើខ្ញុំនៅឯព្រិចវាំងផងអាក្លើនេះគឺជាស្ដេចចិននឹងឯងហើយបុរសនៅក្នុងសំពៅនោះថាអត់អីទេបងចាំខ្ញុំយកអីវ៉ាន់ទៅលក់ឲ្យអស់សិនចាំមកវិញចាំខ្ញុំជួលដាក់អីវ៉ាន់បងឯងយកទៅថ្វាយស្ដេចរបស់ខ្ញុំហើយបុរសជាចៅអាចសេះនោះក៏និយាយប៉ុណ្ណឹងចប់ក៏ត្រឡប់ទៅខ្វៀលសេះវិញជាធម្មតាដល់ពេលពួកក្រុមសំពៅទៅលក់អីវ៉ាន់នៅវិស្រុកខ្មែរនៅកណ្ដាលទីក្រុងលក់អស់អីវ៉ាន់ហើយបានត្រឡប់មកវិញហើយមកដល់កន្លែងរោងសេះហ្នឹងក៏សួរបុរសជាចៅអាចសេះនោះថាបងឯណាអីវ៉ាន់ដែលបងឯងផ្ញើទៅឲ្យស្ដេចចិនបុរសនោះថានៅក្នុងរោងសេះហ្នឹងឯងបងក្រុងជាង50ហ្នឹងបងឯងលើកទាំងអស់ទៅហើយម្ចាស់សំពៅក៏ឲ្យកូនស្នួលលើកក្រុងនោះយកទៅដាក់លើសំពៅដោយមិនបានបើកមើលថាជាអ្វីនោះទេបន្ទាប់មកម្ចាស់សំពៅបានទៅដល់ស្រុកចិនវិញហើយក៏បានឡើងទៅថ្វាយស្ដេចចិនថាព្រះអង្គគឺមានអាក្លើព្រះអង្គនៅឯស្រុកខ្មែរ
បានផ្ញើរបស់របរមកឲ្យព្រះអង្គច្រើនណាស់ខ្ញុំទូលបង្គំមិនហ៊ានបើកមើលទេស្ដេចរកចិនលឺហើយក៏ឆ្ងល់ថាយីយើងដែលមានអាក្លើណានៅប្រទេសខ្មែរព្រះអង្គឆ្ងល់ខ្លាំងណាស់ក៏អោយរាជអាមាត្យយកករុងនោះមកបើកមើលនៅពីមុខព្រះអង្គហើយពេលបើកមើលមកឃើញសត្វទីដុំមាសឡើងពេញករុងហើយស្ដេចរកចិនមានព្រះរាជហឫទ័យសប្បាយចិត្តខ្លាំងណាស់ដែលបើកមកឃើញសត្វតែមាសហើយក៏នឹកគុណដល់អាក្លើដែលនៅស្រុកខ្មែរនោះព្រះអង្គអត់មានអ្វីតបស្នងសោះគឺព្រះអង្គមានបុត្រីម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាតក៏បាននឹកឃើញថានឹងប្រកល់បុត្រីនោះទៅឲ្យអាក្លើដែលនៅប្រទេសខ្មែរនោះតែម្ដងទៅថ្ងៃមួយព្រះអង្គឲ្យរាជអាមាត្យធ្វើឆ្កយ៉ាងធំមួយហើយបិទស្បែកសត្វយ៉ាងជិតទុកបន្លោះចេញចូលបន្ទាប់មកគេឲ្យព្រះនាងតូចដែលមានសម្រស់ស្រស់ស្អាតនោះចូលទៅក្នុងស្គរនោះហើយព្រះអង្គក៏ចាប់ដើមយកស្គរនោះផ្ញើមកឲ្យចៅអាចសេះវិញហើយបរោះដែលនៅលើសំពៅនោះក៏ចាប់ដើមលើកសំពៅនោះយកដាក់មកលើកសំពៅដើម្បីទៅស្រុកខ្មែរម្ដងទៀតព្រមទាំងទៅលក់អីវ៉ាន់ផងយកស្គរនោះទៅផ្ញើចៅអាចសេះផងពេលទៅដល់ខ្ទមចៅអាចសេះបានស្រីប្រាប់ថាបងនេះស្ដេចខ្ញុំបានផ្ញើអីវ៉ាន់មកឲ្យបងឯងដែលជាក្លើបងឯងហ្នឹងណាបងឯងចាំទទួលផងចៅឯកសេះនោះក៏ត្រេកអរណាស់ថាយីអាក្លើអញមិនភ្លេចអញទេវើយទោះបីអញនៅក្របំបាក់គេជាស្ដេចប៉ុន្តែគេមិនដែលភ្លេចអញទេគេបានផ្ញើរបស់របរមកឲ្យអញទៀតបុរិយហើយបរោះចៅឯកសេះនោះក៏បានប្រាប់ទៅបរោះសម្ពៅនោះថាបងឯងជួយលើកស្គរនោះដាក់មកកន្លែងរូងសេះខ្ញុំបន្តិចមកបន្ទាប់មកពួកម្ចាស់សម្ពៅក៏បានលើកស្គរនោះមកដាក់នៅកន្លែងរូងសេះពួកសម្ពៅបានលើកស្គរនោះដាក់កន្លែងរូងសេះអុយបរោះនោះរួចរាល់អស់ហើយក៏លាបរោះនោះទៅលក់អីវ៉ាន់បន្តទៀតហើយបរោះជាចៅអាចសេះនោះមិនដឹងថាក្នុងស្គរនោះមានបុត្រីរបស់ស្ដេចចិននោះឡើយហើយបរោះជាចៅអាចសេះនោះបានទៅវាយស្គរនោះលេងបន្ទាប់មកដល់ម៉ោងទៅគឺសេះបុរសជាចៅអាចសេះក៏ចាប់ដើមលេងសេះយកទៅខ្វៀលនៅឯឆ្ងាយពីភូមិបន្ទាប់ពីត្រឡប់មកពីខ្វៀលសេះវិញចៅអាចសេះនោះឃើញគេរៀបបាយរៀបទឹកទៅអោយយ៉ាងស្អាតហើយបុរសនោះឆ្ងល់ណាស់ថាមិនដែលមានអ្នកណារៀបបាយរៀបទឹកទុកអោយខ្លួនសោះតាំងពីខ្លួនចេះមើលសេះមកបុរសជាចៅអាចសេះនោះក៏លេងសូវចាប់អារម្មណ៍ដែរហូបបាយហូបទឹកហើយក៏ចាប់ដើមទៅមើលសេះម្ដងទៀតហើយមុននឹងទៅបុរសជាចៅអាចសេះនោះបានទៅវាយស្គរលេងច្រៀងផងរំផងតែមិនដឹងថាព្រះនាងនៅក្នុងនឹងឡើយហើយព្រះនាងជាគុណស្ដេចនោះក៏មានយុទ្ធសិលមានកន្សែងបក់កន្សែងបយដែលអាចជប់បាយជប់ហូបបាននាងចង់ជប់អ្វីក៏បានជប់ប្រាសាទជប់ផ្ទះជប់សំបែងក៏បានហើយបុរសនោះក៏សង្ស័យថ្ងៃក្រោយបុរសនោះមុនទៅខ្វៀលសេះក៏បានលបចាំមើលថាតើអ្នកណាចេះតែរៀបបាយរៀបទឹកឲ្យខ្លួនជារៀងរហូតតាំងពីមុនមកមិនដែលឃើញអ្នកណាមករៀបបាយរៀបទឹកឲ្យខ្លួនស្រាប់តែមួយសន្ទុះក្រោយមកក៏ឃើញកូនស្ដេចនោះចេញមកពីក្នុងស្គរហើយយកកន្សែងបក់កន្សែងបយប្រើយុទ្ធសិលដើម្បីឲ្យមានបាយមានម្ហូបដែលឈ្ងុយឆ្ងាញ់សម្រាប់ទទួលបុរសនោះទៀតបុរសនោះចាប់ដើមដើរជួលទៅថាអ្នកឯងជាអ្នកណាបានចេះតែរៀបបាយរៀបទឹកឲ្យខ្ញុំរាល់ថ្ងៃយ៉ាងនេះហើយកូនស្ដេចនោះបានប្រាប់ទៅបរោះនោះវិញថាខ្ញុំគឺជាកូនស្ដេចដែលនៅស្រុកចិននឹងឯងបិតារបស់ខ្ញុំបានប្រកល់ខ្ញុំឲ្យណាក់ដោយដឹងគុណណាស់ដែលធ្លាប់បានផ្ញើមាសឲ្យទ្រង់បានជាច្រើនករុងហើយបរោះនោះបាននិយាយទៅប្រាប់នាងនោះវិញថាអ្នកអើយខ្ញុំមិនយកអ្នកឯងទេអ្នកឯងទៅប្រទេសចិនវិញទៅខ្ញុំនៅទីតែឯងក៏បានដែរព្រោះខ្ញុំនៅទីតែឯងមកអាយុហើយព្រះនាងក៏បានតបទៅបរោះនោះថាខ្ញុំមិនទៅណាជន់អ្នកទេព្រោះឯបេតាខ្ញុំប្រកល់មកឲ្យអ្នកហើយឲ្យខ្ញុំទៅតាមណាបើខ្ញុំមិនមានសម្ពៅទៅវិញផងហ្នឹងពួកសម្ពៅគេទៅអស់ហើយហ្នឹងហើយនារីនោះបាននិយាយអំបោបរោះនិយាយរហូតតន្តែបរោះទន់ចិត្តក៏ព្រមទទួលនាងបន្ទាប់មកព្រះនាងតូចនោះក៏បានលើកកន្សែងបក់កន្សែងបយបក់ទៅលើដើម្បីឲ្យកើតប្រាសាទមួយដែលមានមនុស្សជាច្រើនរស់នៅក្នុងនោះផងដែរដូចជានៅក្នុងព្រះរាជវាំងប្រទេសចិនអញ្ចឹង
បន្ទាប់មកព្រះនាងទូចនោះក៏នាំបុរសនោះទៅជួបក្នុងបរិយាវាំងនោះតែម្ដងទៅមានទាំងអ្នកបម្រើឆ្វេងស្ដាំមានទាំងរាជអាមាត្យបានឮទៅដល់មហាសេដ្ឋីដែលជាចៅហ្វាយរបស់ចៅអិចសេះមហាសេដ្ឋីក៏ឆ្ងល់ថាយីចៅអិចសេះក្រិនមើលទីសេះសោះហើយវាល្ងងថែមទៀតមិនបានវាមានឈាមចរជាស្ដេចមកពីណាមិនបានយើងមិនដែលដឹងសេដ្ឋីនោះក៏ចាប់ដើមមកមើលដោយផ្ទាល់នឹងភ្នែកតែម្ដងស្រាប់តែមកដល់ឃើញដូចដែលគេនិយាយពិតមែនហើយមហាសេដ្ឋីនោះក៏ចាប់ដើមច្រណែនគ្នានេះហើយទទួលថ្វាយស្ដេចដែលនៅស្រុកខ្មែរដើម្បីឲ្យមកចាប់បុរសជាចៅអិសេះនិងប្រពន្ធស្ដេចនៅស្រុកខ្មែរបានឮថាណាហ៊ានមកសាងសង់ប្រាសាទកសាងនគរនៅលើទឹកដីអញក៏ចាប់ដើមឲ្យរាជអាមាត្យដាក់ទ័ពដើម្បីទៅចាប់យកបុរសទាំងប្តីទាំងប្រពន្ធនោះទៅកស្ដេចពេលនោះរាជអាមាត្យចាប់ដើមលើកទ័ពមក50,000 នាក់ដើម្បីទៅចាប់បុរសនោះព្រោះខ្លាចថាបុរសនោះនឹងតដៃជាមួយនឹងព្រះអង្គពេលដែលទៅដល់គឺថាបុរសជាចៅអិចសេះនោះផិតភ័យយ៉ាងខ្លាំងហើយមិននឹកខ្លួនថាមានគេដាក់ទ័ពមកចាប់ច្រើនយ៉ាងនេះសោះហើយប្រពន្ធបានប្រាប់ទៅចៅអិចសេះវិញថាអ្នកអើយសំណាក់កំភៃអីចាំខ្ញុំប្រើកន្សែងបក់កន្សែងបយនេះឲ្យពួករាជអាមាត្យត្រឡប់ទៅរាជវាំងវិញពីមេទ័ពនាំកងទ័ពមកដល់ប្រងនឹងចាប់ពួកអ្នកទាំងពីរហើយព្រះនាងទូចដែលមានកន្សែងបក់កន្សែងបយនោះចាប់ផ្ដើមបក់កន្សែងទៅលើបីឲ្យកន្សែងនោះនាំពួកខ្លួនទាំងពីរនាក់ទៅរស់នៅកន្លែងដែលកោះមួយដែលដាច់ស្រយាលបន្ទាប់មកព្រះនាងក៏បានបក់កន្សែងទៀតឲ្យជប់ប្រាសាទមួយដែលមានសម្រស់ស្រស់ស្អាតហើយមានរាជអាមាត្យមានអ្នកបម្រើបន្ទាប់មកពួកអ្នកទាំងពីរក៏បាននៅលើកោះនោះសាងសង់ជានគរមួយសម្រាប់រស់នៅជារៀងរហូតតាប់ពីថ្ងៃនឹងតទៅចំណែករាជអាមាត្យនិងមេទ័ពស្រុកខ្មែរដែលមកចាប់អ្នកទាំងពីរតែចាប់មិនបានក៏ទៅទូលស្ដេចវិញស្ដេចថាចុះយើងប្រើពួកឯងទៅចាប់អ្នកទាំងពីរនោះយ៉ាងម៉េចហើយរាជអាមាត្យបានប្រាប់ទៅស្ដេចថាព្រះអង្គអើយខ្ញុំចាប់គេមិនបានទេព្រោះគេមានចិត្តសិលពួកគេណាគេមានកន្សែងទឹកគេគ្រាន់តែបក់បន្តិចគឺបាត់តាណាអស់រលីងហើយស្ដេចស្រុកខ្មែរក៏ដឹងថាពួកអ្នកទាំងពីរនោះគឺជាមនុស្សមិនធម្មតាទេដែលមានមហិទ្ធិឫទ្ធិពូកែដូច្នេះព្រះអង្គក៏ជប់ធ្វើបាបអ្នកទាំងពីរទៀតទៅសូមជូនរឿងបុរសកុហកទាំង4នាក់កាលពីព្រេងនាយមានបុរស4នាក់មកជួបជុំគ្នារួមគំនិតគិតដើររកឆោបបកបញ្ឆោតយកទ្រព្យសម្បត្តិអ្នកដតីនៅតាមគេអដ្ឋានឆ្ងាយឆ្ងាយពួកគ្នាក៏ព្រមព្រៀងគ្នារួចក៏បបួលគ្នាចាប់ផ្ដើមចេញយុទ្ធនាការតែម្ដងពេលបានដើរទៅក៏ទៅប្រទះជួបនឹងជាចាស់តាចាស់ដែលកំពុងដាំកបាសឬអ្នកភូមិថាយាយចាស់តាចាស់នោះមានទ្រព្យសម្បត្តិច្រើនណាស់ដោយសារតែគាត់ដាំដើមកបាសដូច្នោះហើយបុរសទាំង4នាក់នោះក៏ចាប់ដើមរកវិធីបោកយាយនឹងតានោះដើម្បីយកទ្រព្យសម្បត្តិឲ្យអស់បុរសទាំង4នាក់នោះដើរមកធ្វើជាសួរលោកតានឹងយាយនោះថាតាខ្ញុំមកពីស្រុកឆ្ងាយខ្លាំងណាស់ខ្ញុំដើរមកនេះដើម្បីរកអ្នកដែលចេះនិយាយរឿងនិទានខ្មែរតើនៅទីនេះមានអ្នកចេះដឹងទេតានោះនិយាយប្រាប់ទៅបុរសទាំង4នាក់នោះវិញថាទីនេះមិនមានអ្នកចេះនិយាយរឿងនិទានខ្មែរទីក្មួយតើក្មួយមកទីនេះមកមានការអ្វីដែរខ្ញុំមកទីនេះគឺរកអ្នកប្រាជ្ញអ្នកណាឲ្យតែចេះនិយាយរឿងនិទានខ្មែរខ្ញុំនឹងឲ្យទ្រព្យសម្បត្តិជាច្រើនទៅគាត់ហើយតានោះថាអូតាក៏ចង់ស្ដាប់រឿងនិទានខ្មែរដែរតែនៅទីនេះមិនមានទេសត្វតែមិនសូវអ្នកមានចេះដឹង
សត្វជាអ្នកស្រែចម្ការមិនបានទៅរៀនជ្រៅជ្រះឯណាដូចអ្នកនៅទីក្រុងទេហើយបរិសុទ្ធទាំង4នាក់នោះនិយាយប្រាប់ទៅតាវិញថាខ្ញុំទាំង4នាក់នេះពិតជាចេះនិយាយរឿងនិទានហើយរឿងនោះគឺជារឿងពិតរបស់ពួកខ្ញុំទាំង4នាក់តែម្ដងហើយតានឹងនិយាយនោះបានប្រាប់ទៅបរិសុទ្ធទាំង4នាក់នោះថាអូល្អណាស់ចៅតានឹងនិយាយនេះនៅក្នុងព្រៃយូរហើយមិនដែលមានរឿងនិទានណាគេមកនិទានឲ្យស្ដាប់ដល់កន្លែងដូចនេះទេចឹងចៅឯងចាំនិទានឲ្យតាស្ដាប់ផងមើលបុរសទាំង4នាក់នោះក៏យល់ព្រមហើយក៏ចាប់ដើមនិទានឲ្យតានោះស្ដាប់ម្ដងម្នាក់តែឲ្យតានឹងនិយាយនោះសន្យានឹងខ្លួនថាបើខ្លួននិទានចប់តានិយាយបើជឿខ្ញុំរឿងនេះជារឿងពិតតាទៅតែប្រគល់ទ្រព្យសម្បត្តិតាឯងឲ្យខ្ញុំខ្លះតានឹងនិយាយនោះក៏បានសន្យាថាអត់អីទេចៅឲ្យតែរឿងនោះរឿងពិតមែនតានឹងប្រគល់ទ្រព្យសម្បត្តិតានឹងនិយាយឲ្យតែចៅឯងទាំង4នាក់នឹងហើយបរិសុទ្ធទី1ក៏ចាប់ដើមនិទានរឿងរបស់ខ្លួនបរិសុទ្ធទី1បាននិទានថាប៉ាកាលពីខ្ញុំនៅក្នុងផ្ទៃម្ដាយរបស់ខ្ញុំនេះឮសំឡេងម្ដាយរបស់ខ្ញុំគាត់និយាយថាគាត់ភ្លានផ្លែទុរេនខ្លាំងណាស់ផ្ទះរបស់ខ្ញុំមានផ្លែទុរេនមួយដើមហើយខ្ពស់ហើយផ្លែទុរេននោះគឺធំខ្លាំងណាស់តែគាត់មិនអាចបេះបានទេដោយសារតែគាត់មានផ្ទៃពោះហើយឪពុករបស់ខ្ញុំក៏ស្លាប់បាត់ទៅគាត់នៅតែម្នាក់ឯងខ្ញុំឮហើយអាណិតម្ដាយខ្ញុំខ្លាំងណាស់ក៏វាចេញពីក្នុងពោះម្ដាយខ្ញុំតាមវាមាសតឡើងបេះផ្លែទុរេនដើម្បីឲ្យម្ដាយខ្ញុំពិសាឲ្យបានឆ្អែតព្រោះគាត់ឃ្លានផ្លែទុរេនដោយសារតែកំណើតខ្ញុំពេលគាត់ហូបបានឆ្អែតឆ្អន់ហើយខ្ញុំក៏ចាប់ផ្ដើមវាចូលត្រឡប់ទៅវិញចំណែកឯបរិសុទ្ធទី2វិញចាប់ផ្ដើមនិយាយរឿងរបស់ខ្ញុំដល់តាដឹងទេកាលពីខ្ញុំនៅក្នុងផ្ទៃម្ដាយរបស់ខ្ញុំគឺធ្វើការសពគ្រប់គាត់ពិតជានឿយហត់ខ្លាំងណាស់ធ្វើស្រែមើលគោមើលក្របីតែម្នាក់ឯងក៏មិនមានឪពុកដែរខ្ញុំនឹកឃើញអាណិតម្ដាយរបស់ខ្ញុំក៏វាចេញមកដើម្បីមកជួយម្ដាយរបស់ខ្ញុំដែរដើម្បីជួយម្ដាយរបស់ខ្ញុំខំជួស្រែដាំស្រូវដាំចម្ការដាំបាយធ្វើម្ហូបឲ្យម្ដាយរបស់ខ្ញុំហូបឆ្អែតគាត់មានកម្លាំងទើបខ្ញុំវាចូលទៅក្នុងពោះម្ដាយរបស់ខ្ញុំវិញហើយបរិសុទ្ធទី3ក៏ចាប់ដើមនិយាយថាតាដឹងទេរឿងរបស់ខ្ញុំគឺជាប្រអិនចាប់ជាតិមកពីឋានលើដើម្បីមកប្រោះសត្វមនុស្សលោកទាំងអស់ឲ្យផុតពីទុក្ខខ្ញុំក៏មិនខុសពីបរិសុទ្ធទី1និងទី2ដែរខ្ញុំតែងតែចេញមកពីក្នុងពោះម្ដាយរបស់ខ្ញុំមកជួយធ្វើការម្ដាយរបស់ខ្ញុំគ្រប់ការងារទាំងអស់ដូចជាមើលក្របីខ្វៀលគោដាំបាយធ្វើម្ហូបជូនអ្នកម្ដាយរបស់ខ្ញុំដូចអ្នកទាំងពីរនាក់នោះដែរតែខ្ញុំខុសពីគេដោយសារតែខ្ញុំមានបុណ្យបារមីខ្ពស់ខ្ញុំគឺជាប្រអិនចាប់ជាតិនៅឯឋានលើចំណែកឯបរិសុទ្ធទី4វិញម្ដងបាននិយាយរឿងរបស់ខ្លួនថាតានឹងនិយាយដឹងទេខ្ញុំនេះគឺជាទេវតាចាប់ជាតិហើយខ្ញុំកើតមកនៅក្នុងផ្ទៃម្ដាយរបស់ខ្ញុំគឺខ្ញុំមានសិល5រួចទៅហើយសិលរបស់ខ្ញុំចម្លែកខុសពីគេសិលរបស់ខ្ញុំអាចផឹកស្រាបានយកប្រពន្ធបានសម្លាប់សត្វក៏បានចង់ធ្វើអ្វីក៏បានដើរកក់គេក៏ហក់ឯងក៏បានដែរពេលដែលខ្ញុំស្លាប់ទៅខ្ញុំនឹងក្លាយទៅជាទេវតាហើយទៅសោយសុខនៅទ្រព្យសម្បត្តិនៅលើឋានសួគ៌ឯនោះតើតាជឿទេហើយតានឹងនិយាយនោះក៏បានស្ដាប់យ៉ាងយកចិត្តទុកដាក់ហើយបានប្រាប់ទៅបរិសុទ្ធទាំង4នាក់នោះថាអ្នកទាំងពីរប្រកាសជាអ្នកមានបុណ្យមែនហើយយាយតាក៏ដឹងក្នុងចិត្តដែរថាបុរសទាំង4និទាននោះគឺសត្វតែជារឿងបោកប្រាស់គាត់យកមកកុហកគាត់ធ្វើជាពើហើយថាជារឿងពិតទៅហើយបុរសទាំង4នាក់នោះចាប់ដើមសួរទៅយាយនឹងតាមម្ដងទៀតថាតើតានឹងយាយជឿទេ
តានោះថាជឿណាស់ចៅហើយបរិសទាំង4នាក់បានសួរទៅយាយនឹងតានោះទៀតថាចាតាមានរឿងពិតអីមកនិយាយប្រាប់ខ្ញុំដែរឬទេតានោះបាននិយាយប្រាប់ថាតានឹងយាយមានរឿងពិតមួយចង់និយាយប្រាប់ចៅឲ្យបានដឹងរឿងនោះគឺតាក់ទងនឹងចៅទាំង4នាក់នឹងតែម្ដងបើតានឹងយាយនិទានប្រាប់ចៅហើយចៅទាំង4ត្រូវតែសន្យាត្រូវតែនៅបម្រើយាយជារៀងរហូតហើយបរិសទាំង4នាក់នោះក៏យល់ព្រមតាមពាក្យសន្យាហើយយាយនឹងតាក៏ចាប់ដើមនិទានរឿងគាត់វិញម្ដងប្រាប់ថាចៅអើយកាលពី 5-6 ឆ្នាំមុនតាដាំកបាសនេះគឺបានផលខ្លាំងណាស់មាសប្រាក់តាចាយមិនអស់តែស្រាប់តែ2 ឆ្នាំចុងក្រោយនេះតាដាំមិនកើតទេដឹងមូលហេតុអីទេហើយតានឹងនិយាយក៏រឹតតែឆ្ងល់ហើយតាក៏បានដើររកមើលក្នុងចំការនោះមូលហេតុអីបានដាំវាមិនកើតដាំវាមិនសូវដុះស្រាប់តែតាដើរទៅក៏ប្រទះឃើញនឹងដើមកបាសមួយដ៏ធំប៉ុណ្ណឹងដើមត្នោតហើយឥតមើលលើគឺមានផ្លែមួយយ៉ាងធំប៉ុណ្ណឹងផ្លែដូងស្រាប់តែពេលនោះតាក៏បានឡើងទៅបេះដើម្បីយកមកផ្ទះហើយបបួលយាយពុះមើលហើយដល់ពេលពុះហើយក៏ស្រាប់ឃើញមានកុមារាទាំង4នាក់នៅក្នុងផ្លែដូងនោះហើយលោកយាយនិងលោកតាក៏បានងឿងឆ្ងល់ថាហេតុអីបានមានមនុស្សនៅក្នុងនឹងតាំងនៅកូនងាហើយយាយនិងតាក៏ចាប់ដើមយកកូនងានោះមកចិញ្ចឹមរហូតដល់ធំពេញវ័យស្រាប់តែដល់ធំពេញវ័យហើយមិនដឹងថាបាត់បុរសទាំង4នាក់នោះទៅណាតានោះក៏ឆ្ងល់ថាប្រហែលជាចៅទាំង4នាក់នឹងហើយមករកតានឹងយាយវិញហើយបុរសទាំង4នាក់នោះក៏ចាប់ដើមភ័យស្លន់ស្លោថាខ្ញុំមិនមែនជាចៅលោកតានិងលោកយាយទេខ្ញុំមកពីស្រុកឆ្ងាយដើម្បីមករកស៊ីតានោះថាប្រហែលជាមិនមែនទេនេះគឺជាអ្នកមានបុណ្យពិតប្រាកដហើយដែលអោយមកចៅទាំង4នាក់មករកយាយនិងតាវិញដូច្នេះហើយចៅនិងយាយកុំទៅចោលតាណាចៅទាំង4នាក់ត្រូវតែនៅបម្រើតានិងយាយបុរសទាំង4នាក់នោះនៅតែប្រកែកមិនស្នះនឹងយាយនិងតានោះក៏ព្រមនៅបម្រើយាយនិងតានោះទាំង4នាក់នោះតែម្ដងទៅចំណែកឯប្រពន្ធនិងកូនឯរងចាំប្តីដែលត្រឡប់មកពីរកស៊ីវិញចេះទេមិនឃើញប្តីមកផ្ទះវិញសោះក៏ស៊ើបដំណឹងទៅបានដឹងថាបុរសទាំង4នាក់នោះចាញ់ប្រាជ្ញាតានិងយាយហើយក៏បាននៅខ្ញុំបម្រើតានិងយាយអស់មួយរយៈ